BYD បើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តរបស់ខ្លួនក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនាព្រឹកថ្ងៃច័ន្ទទី28ខែមេសាឆ្នាំ2025អាយដាមសុនចន្ទថលឧបនាយករដ្ឋមន្ត្រីអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាតំណាងដល់ខ្ពង់ខ្ពស់អធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីចូលរួមជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន BYD Cambodia ឯក BYD Cambodia Co Ltd ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន BYD Cambodia ដែលប្រារព្ធពិធីបើកការដ្ឋានសាងសង់នាព្រឹកនេះក្រុងនឹងបណ្ដាក់ទុនប្រមាណ$32 លានអាមេរិកសម្រាប់ដំណាក់កាលទី1លើការបង្កើតរោងចក្រផ្គុំដំឡើងយានយន្តប្រភេទ CKD នៅលើផ្ទៃដីប្រមាណ12ហិកតាក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រាប់ដំឡើងរថយន្តអគ្គិសនីសុទ្ធ EV និងអគ្គិសនីលាយសាំង PHEV ជាមួយនឹងសមត្ថភាពដំឡើងរថយន្តប្រមាណ10,000គ្រឿងក្នុងមួយឆ្នាំទៅតាមដំណាក់កាលរោងចក្រដំឡើងរថយន្ត BYD Cambodia ក្រុងនឹងបញ្ចប់ការសាងសង់នៅខែតុលានិងចាប់ផ្ដើមដំណើរការផលិតកម្មដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជានាដើមខែវិច្ឆិកាឆ្នាំ2025ខាងមុខនេះ